ចឹងយើងបន្តទៅរូបមន្តមួយទៀតនៅក្នុង Microsoft Office Excel គឺរូបមន្តរកប្រាក់ខែនីមួយៗឬរកប្រាក់ខែផ្សេងៗគ្នាដែលយើងប្រើលើរូបមន្តឈ្មោះថា SumIf ចឹងនៅក្នុងនេះខ្ញុំមានគំរូមួយចំនួនសម្រាប់ដាក់ធ្វើគឺខ្ញុំរកប្រាក់ខែទៅតាមភេទចឹងតើភេទប្រុសសរុបទាំងអស់ហ្នឹងមានប្រាក់ខែប្រមាណហើយភេទស្រីមានប្រាក់ខែសរុបហ្នឹងចំនួនប្រមាណចឹងដើម្បីរកវាបានយើងត្រូវដាក់ស្មើអាហ្នឹងជាដាច់ខាតត្រូវតែដាក់ស្មើព្រោះស្មើជាអ្នកផ្ដើមនៃការគណនាហើយយើងដាក់រូបមន្តមក SumIf បើកវងកញ្ចក់កន្លែងនេះយើង select លើភេទទាំងអស់អូសលើវាទាំងអស់ចេញមកបន្ទាប់មកប្រើក្បៀស1ហើយយើងចង់រកប្រុសឬក៏រកស្រីអញ្ចឹងបើយើងរកប្រុសយើង select លើភេទប្រុសទៅឬក៏ M យកមួយណាក៏បាននៅក្នុងចំណោមភេទទាំងអស់ហ្នឹងអញ្ចឹងខ្ញុំយកកន្លែងនេះចាស់បន្ទាប់មកយើងក្បៀសមួយទៀតអស់ទៅលើប្រាក់ខែម្ដងអស់លើប្រាក់ខែទាំងអស់បិទវងកញ្ចក់អញ្ចឹងនៅក្នុងការធ្វើរបៀបដំណើរការរបស់វាគឺវារកទី1វារកភេទប្រុសគឺដាក់តាមភេទប្រុសភេទស្រីដាក់តាមភេទស្រីអញ្ចឹងនៅក្នុងនេះបើសិនជាយើងអស់ភេទទាំងអស់ហើយយើង select លើភេទប្រុសមានន័យថាវានឹងរកភេទប្រុសទាំងអស់នៅក្នុងមួយជួរហ្នឹងហើយនឹងវាបូកជាមួយនឹងប្រាក់ខែរបស់ភេទប្រុសទាំងអស់តើមានប្រមាណនៅក្នុងហ្នឹងអញ្ចឹងពេលដែលយើងគូ enter មកគឺចេញមកចុចលើដុល្លារអញ្ចឹងបើសិនយើងបូកធម្មតាវិញតើដូចអ្វីដែលយើងបានឃើញអញ្ចឹងអត់អញ្ចឹងយើងដាក់ស្មើមកភេទប្រុស1បូក2បូកទៀតបូកមួយទៀតអញ្ចឹងនេះអស់ហើយមានតែប៉ុណ្្នឹងទេ enter អញ្ចឹងគឺដូចគ្នាហើយចំណែកឯភេទស្រីវិញគឺយើងធ្វើដូចគ្នាអញ្ចឹងដែរ SUMIF បើកវងកញ្ចក់អស់ទៅលើភេទទាំងអស់មកតបមកយើងក្បៀស1យើងរកភេទស្រីយើងចុចលើកន្លោនណាដែលមានសរ F មួយណាក៏បានដែរណាក្នុងហ្នឹងបន្ទាប់មកយើងប្រើក្បៀស1អស់ទៅលើប្រាក់ខែហើយបិទវងកញ្ចក់ទៅវិញហើយយើង enter មកវានឹងចេញឲ្យអញ្ចឹងការធ្វើឬក៏ការរករូបមន្ត SumIf ហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាមានកលឹះឬក៏កលៈខ្លីៗក្បាច់ខ្លីៗទៀតខ្ញុំនឹងចេញវីដេអូប្រាប់អ្នកទាំងអស់គ្នាឬក៏ធ្វើបង្ហាញអ្នកទាំងអស់គ្នាទៀតអញ្ចឹងនៅក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ